សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអាត្មាកំពុងវត្តមាននៅហាទៀងគៀងយ៉ាងដែលខ្មែរយើងតែងតែហៅថាខេត្តក្រមួនសថ្ងៃនេះយើងនឹងមកទស្សនកិច្ចនៅតំបន់រមណីយដ្ឋានដកល្បីល្បាញមួយនេះដូចយើងបានឃើញរូបភាពខាងមុខនេះតាមភាសាវៀតណាមហៅថាថាត់ដុំបើប្រែមកភាសាខ្មែរយើងឲ្យងាយស្រួលហៅថារូងភ្នំដែលនៅក្នុងថ្មនេះគឺជាទេសភាពដែលស្ថិតនៅខាងមុខរូងភ្នំដែលមានហាងលក់ដូរជាច្រើនមកទស្សនកិច្ចយើងមិនបាច់ចាំដាក់បាយមកតាមទេព្រោះនៅខាងមុខនេះមានហាងបាយហាងភេសជ្ជៈជាច្រើនហើយនេះគឺជានៅខាងមុខផ្លូវដែលយើងធ្វើដំណើរចូលទៅទស្សនកិច្ចហើយនេះគឺជារូបភាពមនុស្សដែលឈួរជាជួរដើម្បីទិញសម្បត្តិចូលមកទស្សនកិច្ចហើយសម្បត្តិពិតជាធូរថ្លៃមែនទែន 5,000 លុយវៀតណាមប្រហែលជា 1,000 លុយខ្មែរយើងចំណែកព្រះសង្ឃគឺគេឲ្យ free អត់ទិញសម្បត្តិនោះទេហើយនៅទីនេះមានចន្ទើសម្រាប់យើងដើរទស្សនកិច្ចអញ្ចឹងហើយមិនលំបាកក្នុងការនិមន្តក៏ដូចជាអញ្ជើញឡើងទៅទស្សនកិច្ចនោះទេយើងកាន់តែឡើងខ្ពស់កាន់តែមានអាកាសធាតុដក់ត្រជាក់ត្រជុំភ្នំថ្មមួយនេះមានកម្ពស់ប្រហែលជិត100 ម៉ែត្រប្រសិនបើយើងមើលពីចម្ងាយមកឃើញថាមានរាងថ្មមួយឈួរយ៉ាងសង្ហាខ្ពស់ត្រដឹមជុំវិញព្រៃព្រឹក្សាអាកាសវេហាដកសម្បើមដែលតាក់ទាញនិងចាប់អារម្មណ៍នៃអ្នកទេសចរហើយនៅខាងក្រៅក្រោមភ្នំក៏បានរៀបចំសក្ការៈបូជាមានរូបទេវតាជាដើមហើយក៏បានតុបតែងដាំសួនច្បារជុំវិញភ្នំដែលមានផ្កាស្រស់បំព្រងហើយភ្ញៀវទេសចរជាច្រើនដែលនៅខេត្តផ្សេងៗក៏បានមកទស្សនកិច្ចនៅតំបន់ភ្នំមួយនេះហើយនឹងគឺជាភ្នំថ្មកំបោរដែលមានរាងឈួរយ៉ាងខ្ពស់ហើយនឹងមានរូបយ៉ាងប្លែកៗគួរឲ្យចាប់អារម្មណ៍និងស្វែងយល់ហើយនៅជុំវិញបរិមណ្ឌលក្រមថ្មមានការរៀបចំយ៉ាងល្អប្រសើរក្រុមអនាម័យក៏បានរៀបចំបោសសម្អាតជារៀងរហូតមិនឲ្យមានការបោះចោលនៅសម្រាមនៅខាងមុខរូងភ្នំក៏បានរៀបចំរូបទេវតាសម្រាប់អ្នកទស្សនាទេសចរមកគោរពបូជាហើយនឹងគឺជាឈានដំបូងដែលយើងចាប់ផ្ដើមធ្វើកិច្ចចូលទៅទស្សនាក្នុងរូងភ្នំតែម្ដងតើបងប្អូនណាដែលបានធ្លាប់មកទស្សនកិច្ចនៅតំបន់នេះហើយសូម comment ខាងក្រោមប្រាប់ផងចុះបើបានមើលមកដល់នេះហើយហេតុអ្វីដាច់ចិត្តម្លេះសូមចុចមេដៃនិង like share ម្នាក់មួយផងដើម្បីបងប្អូនយើងបានដឹងទាំងអស់គ្នាហើយនៅទីនេះក៏បានចាត់ទុកជា top ទី 10 សម្រាប់ភ្ញៀវទេសចរមកទស្សនានៅតំបន់មួយនេះពេលឈានចូលមកដល់ខាងក្នុងភ្លាមមានថាអារម្មណ៍ត្រជាក់ត្រជុំនឹងគឺជារូបអ្នកដែលបានចែកឋានទៅហើយប្រហែលជាមានគុណសម្បត្តិចំពោះភ្នំមួយនេះទើបគេដាក់មកសម្រាប់គោរពបូជាហើយខាងមុខនេះក៏បានរៀបចំរូបទេវតាសម្រាប់ការគោរពបូជានៃអ្នកទេសចរហើយខាងនេះវិញគឺការគោរពបូជាវីរបុរសដែលបានចែកឋានទៅហើយក៏បានដាក់រូបទេវតានិងរូបជាច្រើនផ្សេងៗសម្រាប់ការគោរពបូជានៅខាងក្នុងភ្នំនេះហើយនឹងគឺជាថ្មដែលកើតឡើងទៅដោយធម្មជាតិហើយនៅខាងលើពេលដែលព្រះអាទិត្យច្រឡំងចុះមកហាក់ដូចជាទ្វារដែលស័ក្តិសិទ្ធិមួយដែលភ្ជាប់ផែនដីទៅនឹងឋានសួគ៌ហើយនឹងគឺជាផ្ទាំងសីលាដែលបានចារនៅរឿងនិទានថាត់សាន់ដែលស្របទៅតាមរឿងប្រជាប្រិយសូមសង្ខេបបែបខ្លីដូចនេះថ្ងៃមួយមានសត្វឥន្ទ្រីក៏បានពើមយកនៅព្រះនាងវិញ្ញាថាត់សាន់ពេលដែលបានឃើញដូច្នោះក៏បានបាញ់មួយគ្រាប់ព្រួញហើយក៏ត្រូវនៅសត្វឥន្ទ្រីមួយនោះហើយដើរតាមស្នាមឈាមដែលស្រក់នោះក៏បានចូលមកក្នុងរុនហើយក៏បានសម្លាប់នៅសត្វឥន្ទ្រីនោះហើយនឹងជួយព្រះនាងវិញ្ញាអញ្ចឹងហើយក្នុងរុនមួយនេះគេមានឈ្មោះមួយទៀតហៅថារុនឥន្ទ្រីដែលភាសាវៀតណាមហៅថាហាងដៃបាងហើយរឿងនេះគ្រាន់តែសង្ខេបខ្លីដូចនេះទេហើយនៅខាងក្នុងនេះដែរគឺមានវត្តមួយឈ្មោះថាជួរលិនសើងដែលគោរពព្រះពុទ្ធសមណគោតមនៃយើងដែលខាងក្នុងមានបរិយាកាសយ៉ាងសេមសានស័ក្តិសិទ្ធិអញ្ចឹងហើយយើងចូលមកទស្សនកិច្ចយើងគឺកុំនិយាយគ្នាខ្លាំងពេករក្សាការស្ងៀមស្ងាត់ឲ្យបានល្អហើយនឹងគឺជាផ្ទាំងថ្មដែលស្ថិតនៅជុំវិញវត្តខាងក្នុងដែលមានសន្តបភ្ជាប់ថ្មមួយទៅនឹងថ្មមួយយ៉ាងប្លែកហើយថ្មនៅក្នុងរុននេះគឺមានប្លែកជាច្រើនកន្លែងខ្លះគឺមានដូចជារូបនាគកន្លែងខ្លះមានដូចជារូបមនុស្សកន្លែងខ្លះមានដូចជារូបទេវតានិងរូបចម្លាក់ផ្សេងគ្នាទៀតដូចអ្នកទាំងអស់គ្នាបានទស្សនាគឺយើងមើលដោយខ្លួនឯងមិនចាំបាច់ថ្មបរិយាយទៀតទេ
โดยសារវីដេអូវែងពេកហេតុដូច្នេះហើយអាត្មានឹងកាត់ចេញជាភាគនិងចាត់ជាភាគទី1ដូចជាញាតិញោមបានឃើញនៅក្នុងវីដេអូមួយនេះដែលសិតតែជាផ្ទាំងថ្មកំបោរដែលកើតឡើងដោយធម្មជាតិស្រស់បំព្រងគួរឲ្យកយគន់ហើយបើបានមើលមកដល់នេះហើយកុំភ្លេចអុយមេដៃមួយហើយនឹង share ដើម្បីបងប្អូនជិតឆ្ងាយបានដឹងជាពិសេសកុំភ្លេចនៅសញ្ញាកណ្ដឹងដើម្បីតាមដាននៅទស្សនាវីដេអូផ្សេងទៀតអញ្ចឹងហើយក៏សូមណាត់ជួបញាតិញោមពុទ្ធបរិស័ទនៅវីដេអូភាគទី2ប្រសិនបើមានឱកាសជិះកាត់នឹងឬមកទស្សនកិច្ចនៅតំបន់ខេត្តក្រមួនសគៀងយ៉ាងកុំភ្លេចចូលមកទស្សនកិច្ចនៅទីកន្លែងនេះប្រសិនបើមិនបានមកមើលក្នុងវីដេអូរបស់អាត្មានេះក៏គ្រប់គ្រាន់ហើយដែរហើយសូមអរគុណសម្រាប់ការទស្សនាតាមដាននៅវីដេអូក៏ដូចជាចូលចិត្តស្រឡាញ់នៅវីដេអូមួយនេះសូមអរគុណ